មិនអាចដូចដើមចង្គមខ្លានៅតែកាច់មិនបាក់ជប៉ុនបានបដិសេធថាសហរដ្ឋអាមេរិកមិនបានប្រាប់ឲ្យបន្ទន់អេរយាប័តលើចំហតៃវ៉ាន់នោះទេដោយការពីថ្ងៃប្រហ័សទី27វិច្ឆិកាលោកមីណូរ៉ូគីហារ៉ាប្រធានលេខាធិការគណៈរដ្ឋមន្ត្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថាមិនមានការពិតបែបនោះទេដោយបន្ថែមថាទីក្រុងតូក្យូបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាសែត The Wall Street Journal ជំវិញការរាយការណ៍របស់ខ្លួនសេចក្តីរាយការណ៍នោះបានលើកឡើងថាប្រធានាធិបតីដូណាល់ត្រាំបានណែនាំឲ្យនាយករដ្ឋមន្ត្រីលោកស្រីសាណៃតាកៃជីឲ្យបន្ទន់អេរយាប័តឲ្យជៀសវាងការញុះញង់ប្រទេសចិនជំវិញបញ្ហាតៃវ៉ាន់ដោយបានបដិសេធការអះអាងរបស់កាសែត The Wall Street Journal និង Reuters ដែលថាប្រធានាធិបតីអាមេរិកបានជ្រៀតជ្រែកក្នុងវិបត្តិការទូតដែលធ្ងន់ធ្ងររវាងសេដ្ឋកិច្ចដ៏ធំបំផុតទាំងពីរនៅអាស៊ីផ្អែកតាមអាល់ចាហ្សារ៉ាចុះថ្ងៃទី27វិច្ឆិកាបានល្បិតថាការបដិសេធនេះបានកើតឡើងត្រឹមតែមួយថ្ងៃពោលគឺនៅថ្ងៃទី26វិច្ឆិកាបន្ទាប់ពីកាសែត The Wall Street Journal បានរាយការណ៍ថាលោកត្រាំបន្ទាប់ពីការហៅទូរស័ព្ទជាមួយលោកស៊ីជីនពីងបានណែនាំលោកស្រីសាណៃតាកៃជីឲ្យបន្ថយការក្រហមទៅលើតៃវ៉ាន់ក្នុងកំឡុងពេលសន្ទនារបស់លោកទាំងពីរនៅថ្ងៃទី25វិច្ឆិកាវិបត្តិការទូតរវាងជប៉ុននិងចិនបានចាប់ផ្ដើមកាលពីថ្ងៃទី7វិច្ឆិកានៅពេលដែលលោកស្រីសាណៃតាកៃជីបានប្រាប់សភាថាការវាយប្រហារណាមួយរបស់ចិនទៅលើតៃវ៉ាន់អាចបង្កើនបានជាស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិតសម្រាប់ប្រទេសជប៉ុនដែលអាចបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពយោធាក្រោមច្បាប់ការពារជាតិរបស់ខ្លួនការបដិសេធរបស់ជប៉ុនលើអាមេរិកប្រាប់ឲ្យបន្ថយការក្រមុំគឺជាសកម្មភាពការទូតដ៏សំខាន់ដែលបម្រើគោលបំណងការពារមុខមាត់ជាតិដោយការទទួលស្គាល់ថាខ្លួនត្រូវបានបង្ខំឲ្យដកថយដោយសម្ព័ន្ធមិត្តអាមេរិកតាមរយៈការទាមទាររបស់គូប្រជែងចិនដែលធ្វើឲ្យបាត់បង់អធិបតេយ្យភាពរបស់ជប៉ុនការបដិសេធជួយរក្សារូបភាពថាជប៉ុននៅតែធ្វើការសម្រេចចិត្តដោយខ្លួនឯងទន្ទឹមនឹងនេះរក្សាសមត្ថភាពទប់ស្កាត់ប្រសិនបើជប៉ុនទទួលស្គាល់ថាខ្លួនបានបន្ទន់ភាពក្រអឺតក្រទមលើតៃវ៉ាន់នោះចិននឹងយល់ថាជប៉ុនមិនហ៊ានអន្តរាគមន៍ទេតែផ្ទុយទៅវិញជប៉ុនមិនចង់ឲ្យចិនដឹងច្បាស់ថាជប៉ុននឹងមិនអន្តរាគមន៍ឡើយភាពមិនច្បាស់លាស់នេះគឺជាឧបករណ៍ដ៏សំខាន់បំផុតដើម្បីធ្វើឲ្យចិននៅតែបារម្ភពីលទ្ធភាពដែលជប៉ុនអាចចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការពារកោះតៃវ៉ាន់នេះត្រូវបានចាត់ទុកថា Make Japan Great Again ដែលធ្វើឲ្យអស្ចារ្យម្ដងទៀតប្រសិនបើជប៉ុនមានអាវុធនុយក្លេអ៊ែរតើជប៉ុនពិតជាមហាអំណាចនៅអាស៊ីដែរឬទេជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន